cả sớm mai vào khi nhóm cứ chọn bán ở cồn riêng ở chọp ở chế đằng tràn chọn bán ở miền con miền mà tô ở cồn chi nhóm chọn bán chạy cái tê chầm chru chầm muan chầm tray đầm bà lai thử sơ chọn bán chạy tê màu ở chạy ở miền cà ri chầm rau nữa muaไข่ miềnอายุ54 ឆ្នាំខ្ញុំនៅភូមិមង្ដោលឃុំមង្ដោលស្រុកស្ដេចខេត្តព្រៃវែងមានកូននោះ5នាក់ការអស់2ហើយនៅរៀននោះ2តែចប់1ហើយមហាវិទ្យាល័យនោះចប់ហើយបានរកការងារធ្វើពីឯកូនស្រីមួយទៀតនោះរៀនថ្នាក់ទី9ប្រឡងជាប់លើចូលទី10ឆ្នាំហ្នឹងសពថ្ងៃខ្ញុំទ្រព្យសម្បត្តិមានអីទេមានគោបបាគេ3ក្បាលកូនមក3ឡើង6ហើយមានម៉ូតូចាស់មួយម៉ាស៊ីនចាស់នឹងមួយទូទួមានដែរទូទួសខ្មៅដីភូមិមានប្រហែល70អាដីស្រែលក់ឲ្យកាលកូនទៅរៀនមកបចម្បងមានតែដាំដំណាំធ្វើស្រូវចំគោចំជ្រូកចំមាន់ចំត្រីខ្ញុំចូលគម្រោងប៉ាឌីហ្នឹង2013នឹកឃើញថាគម្រោងនេះគឺការងារសិតតែល្អសិតតែផលប្រយោជន៍ចំណេញគម្រោងចុះមកវាត្រូវចំប៉ាន់ខ្ញុំចូលចិត្តគម្រោងប៉ាឌីហ្នឹងបានច្រើនដែរត្រីមាន់បន្លែជ្រូកធ្វើស្រូវដូចជាយិនដឺកែរនីលុយប្រាក់ចំណេញប្រាក់ចំណូលប្រាក់ចំណាយមុនចូលគម្រោងឋានភាពខ្ញុំរៀងយ៉ាប់យ៉ឺនដែរដូចថាធ្វើអីចេះតែបដែតបដោយដូចថាមិនសូវយកចិត្តទុកដាក់ឧទាហរណ៍ចាំមាន់អញ្ចឹងធម្មតាអញ្ចឹងទៅមិនធ្វើរោងធ្វើអីកើតឬមិនកើតអីទៅប្រឡែងចោលដូចថាជ្រូកចឹងទៅដូចថាមិនសូវចិត្តទុកដាក់ចឹងខ្ញុំធ្វើស្រែព្រាចពូជក្រាស់ក្នុងហាត់តាខ្ញុំប្រើអស់300គីឡូស្រូវក្រាស់ប្រើជីក៏អស់ច្រើនដែរហាត់តាអស់9បាវថ្នាំក៏បាញ់ច្រើនដែរផលក៏វាមិនសូវចំណេញដែរពេលដែលគម្រោងចូលមកគឺខ្ញុំកែប្រែខាងបច្ចេកទេសដែលថាធ្វើស្រូវហ្នឹងប្រែមកអស់ពូជតិចថ្នាំក៏ប្រើតិចជីក៏ខ្ញុំមិនសូវប្រើខ្ញុំប្រោះម្ដងអញ្ចឹងទៅរួមផ្សំនឹងខ្ញុំដាក់ជីធម្មជាតិដល់អញ្ចឹងលទ្ធផលខ្ញុំប្រភេទមើលទៅចំណេញច្រើនជាងមុនយកគម្រោងជាងកាលយើងបើអដេញខ្ញុំធ្វើថ្នាំបំពន់ថ្នាំធម្មជាតិផ្លែត្នោតទុំដុសជាមួយស្ករត្នោតយើងស្ករគេហៅស្ករល្ងយកទៅដាក់ទឹកធុងបាញ់វាបរិចវាទៅអានេះគឺថាថ្នាំបរិចតែបរិចធម្មជាតិទិន្នផលខ្ញុំវាបានខ្ពស់ប៉ុន្តែដីវាតិចដីតិចពេលដែលទិន្នផលហ្នឹងខ្ញុំច្រូតកណនីមើលគឺថាគិតបុកគិតហាត់តាវិញហាត់តាបាន7តោនខ្ញុំចាំមាន់ហ្នឹងគឺបានច្រើនដែរហ្នឹងធ្វើទេឲ្យវាទៅវាស្រួលនៅឲ្យបានដូចថាមនុស្សឲ្យបានគ្នាដេកស្រួលមានត្រឹមត្រូវដាក់មុងដាក់ស្បៃមិនឲ្យដើរផ្ទះគេកុំឲ្យឆ្លោះយើងដាក់អង្គឲ្យស៊ីស្រូវវិញត្រាំដាក់លេបន្លែវាជួនកាលវាជាតិបន្លែហ្នឹងវារលាយអដេញអាហារខ្ញុំចាំមាន់ហ្នឹងគឺតើបានមួយឆ្នាំទេខ្ញុំលក់បាន2សាតំណាំគឺបានកែប្រែអញ្ចឹងដល់អញ្ចឹងទៅធ្វើអត់មានបរាជ័យទេបានហូបបានលក់ខែភាសាធ្វើរោងរៀងខ្ពស់
កុំឲ្យទឹកដក់ដល់តែពេលខែប្រាំងគឺធ្វើរងឲ្យដក់ស្រោចទឹកឲ្យនៅនឹងកែប្រែដល់ថាតាមសភាពជាក់ស្ដែងការចិញ្ចឹមជ្រូកមានទ្រុងមានសាបវាស្រួលលាងទឹកវាស្រួលនឹងអត់បែកផុកវាងាយស្រួលជងមុខឲ្យវាហើយការថែទាំរបស់វាបានល្អឲ្យស៊ីបន្លែរំលាយអាហារគឺថាវាមានថ្នាំចាក់ការពារដូច្នេះវាអត់មានបានងាប់អត់មានអីទេការតាំងពីចូលពីគម្រោងហ្នឹងប្រាក់ចំណូលឆ្នាំហ្នឹងកើនឡើងជាងឆ្នាំមុនខ្ញុំចាំមាន់ហ្នឹងខ្ញុំលក់បាន2សាលក់ថ្ងៃលើកទី1ខ្ញុំលក់បានលុយ6-10ម៉ឺនដល់ពេលលើកទី2នេះខ្ញុំលក់បានលុយ14ម៉ឺនហើយឥឡូវហ្នឹងការកូនខែ2ខ្ញុំធ្វើអូសមាន់ជាង3ក្បាលហើយគឺទាហ្នឹងក៏ច្រើនការចិញ្ចឹមជ្រូកខ្ញុំលក់បានជាង1លានហើយមេមួយទៀតហ្នឹងបានកូន7អាហ្នឹងលក់ហ្នឹងវាបាន91ម៉ឺនត្រីហ្នឹងសរុបមករដូវវាហ្នឹងនេះ2ដងអាវគ្គ1បាន18ម៉ឺនក្រោយមកទៀតបាន7ម៉ឺនប្រាក់ចំណូលកើនឡើងខ្ញុំបានទិញពាង2ទូនោះ1ក្រែនោះ1ខ្ញុំលៃយកមកដាក់ប្រាក់អន្សំដែរអន្សំមួយខែកាល20000កាល10000ថ្ងៃណាបានប្រាក់ចូលមកច្រើនខ្ញុំដាក់បាន40000 50000ភាពផ្លាស់ប្ដូរសំខាន់ជាធំខ្ញុំផ្លាស់ប្ដូរគឺស្រូវនឹងតែម្ដងកាត់បន្ថយពូជកាត់បន្ថយថ្នាំអញ្ចឹងបានខ្ញុំថាខ្ញុំមិនប្រើថ្នាំទី1វាប៉ះពាល់ទី2វាអូសលុយដល់អញ្ចឹងខ្ញុំអត់មិនប្រើទេខ្ញុំសុកចិត្តធ្វើធម្មជាតិចាស់ខ្ញុំដាក់ជីអាចគោដាក់ជីអាចមាន់អាចជ្រូកដល់អញ្ចឹងទៅបាយហូបឆ្ងាញ់ហើយមិនប៉ះពាល់ដល់សុខភាពលុយគោមិនអស់សុខភាពគោល្អអ្នកតំណងប្តីប្រពន្ធខ្ញុំមានបញ្ហាអីទេអ្នកតំណងថាការរកស៊ីថានិយាយមកដូចថាស្រួលគ្នាត្រូវហ្មងអត់មានខ្វែងកំណត់គ្នាទេឆ្នាំទៅវាមានទំនាស់ដូចថាខ្វែងគ្នាដែលថាគេមិនសូវគិតជាភាពរីកចម្រើនដែលថាអ្វីដែលខ្ញុំចង់ធ្វើគេរៀងទំនាស់ថាដឹងជាធ្វើអីអាត្រូវស្ដៅហ៊ីនឹងប្របាក់ដកប្របាក់អីដល់ពេលក្រោយមកដល់ពេលខ្ញុំចេះតែធ្វើមើលទៅដូចថាវាស្រួលតាមខ្ញុំជួយធ្វើខ្ញុំចូលគម្រោងទៅបានរៀនចេះដឹងទៅបានខ្ញុំផ្លាស់ប្ដូរដាំទឹកឆ្អិនមួយថ្ងៃដាំតែម្សុំហូបគ្រាន់តែមកទឹកឆៅវាមានមេរោគស្ថានភាពសុខភាពគឺថាវាគ្រាន់បើតែគាត់ថាតាខ្ញុំវាឈឺស្លាក់ជើងគម្រោងប៉ាឌីប៉ះពាល់ខ្លះដែរគាត់ថាប៉ះពាល់ដែរថាខ្ញុំទៅរៀនអញ្ចឹងទៅវាខានការងារផ្ទះអញ្ចឹងណាពលគាត់ថាវាខាតមកវិញធ្វើទៀតតាយប់គាត់ធ្វើដែរដល់អញ្ចឹងវាទៅជាចំណេញវិញចង់ឲ្យប៉ាឌីឲ្យគ្រូមកចុះផ្ទាល់បញ្ជាក់នឹងប្រជាពលរដ្ឋនឹងថាអ្វីដែលល្អនឹងតើធ្វើបានមិនបានដល់អាគ្រូកសិករដូចជាខ្ញុំដើរបរៀនគេអ្នកយល់វាយល់អ្នកមិនយល់គេថាគ្រូឲ្យមន់ទេអីបានមកអាណាដែលថាឲ្យបានគេមកបួថាមិនមន់មិនឲ្យមិនទៅជាមកខ្ញុំសម័យថាខ្ញុំមកបានលើកផ្ទះធំមកបាននៅគេចឹងទៅទិញម៉ូតូទិញអីជិះចង់ឲ្យកូនខ្ញុំរៀនចេះដឹងចឹងឲ្យមាននៅថាឲ្យវាសាងខ្លួនជាមនុស្សល្អក្នុងសង្គមគេចឹងមានមុខរបររកស៊ីប៉ាវសុវឿនអាយុ47ឆ្នាំសប្តាហ៍ថ្ងៃរស់នៅភូមិតាពាំងឫស្សីឃុំដំណាក់សក្រំស្រុកដងតុងខេត្តកំពត
កូនខ្ញុំមាន2នាក់ប្រុសទាំង2មួយរៀនថ្នាក់ទី7មួយរៀនថ្នាក់ទី4ទ្រព្យសម្បត្តិមានម៉ាស៊ីនបូមទឹក1គ្រឿងកង់2គ្រឿងទូរទស្សន៍សខ្មៅ1គ្រឿងគោ3ប្រទេស1ដីស្រែ1ហិកតាកន្លះដីភូមិកន្លះហិកតាបសំខាន់នៅក្នុងគ្រួសារខ្ញុំមានធ្វើស្រែតបផ្សំមានដាំដំណាំដាំបន្លែខ្ញុំចូលប៉ាឌីនៅឆ្នាំ2013ខ្ញុំមានចំណាប់អារម្មណ៍ចូលព្រោះខ្ញុំនឹកឃើញជីវភាពខ្ញុំក៏រាំងក្រីក្រដែរខ្ញុំស្ម័គ្រចិត្តចូលកន្លងដល់ថ្ងៃមុខខ្ញុំមានការចេះដឹងធ្វើតាមគាត់ចឹងវគ្គប៉ាឌីហ្នឹងដុសដាលមានដូចថារៀនធ្វើស្រែចិញ្ចឹមមាន់ទានិងដាំបន្លែមុនចូលគម្រោងប៉ាឌីដូចខ្ញុំអត់ទាន់បានរៀនសូត្រពីធ្វើស្រែពីដាំដំណាំចិញ្ចឹមសត្វអីរៀងពិបាកដែរយើងអត់ទាន់យល់ចេះធ្វើតាមដូចថាតាមទម្លាប់ពីដើមមកចាស់គាត់ចេះធ្វើតាមគ្នាអញ្ចឹងមកមានជួបបញ្ហាអញ្ចឹងធ្វើស្រែអញ្ចឹងស្រូវបានតិចអញ្ចឹងដីខ្ញុំចំនួន1ហិកតាកន្លះកាលមុនហ្នឹងខ្ញុំបានត្រឹមដូចថា1តោននេះអញ្ចឹងឯងហូបគ្រប់ដែរប៉ុន្តែមិនបានសល់បានលក់ដល់ឥឡូវខ្ញុំបានចូលគម្រោងបានចេះរៀនតាមគ្រូបង្រៀនធ្វើតាមអញ្ចឹងក្នុង1ហិកតាកន្លះខ្ញុំត្រូវបាន2តោនទៅ2តោនកន្លះឥឡូវខ្ញុំមួយឆ្នាំខ្ញុំធ្វើបាន2ដងតែស្រែក្បែរមេទឹកស្រែឆ្ងាយពីទឹកក៏បានម្ដងដែរដាំពូជដូចថាដូរពូជកាលមុនពូជត្រូវធ្ងន់ឥឡូវពូជត្រូវស្រាលត្រូវក្តាលកាលមិនទាន់មានគ្រូប្រហាត់បរៀនមកខ្ញុំបាច់ជីទ្រាប់បាត់ខ្ញុំបាច់លាយជីសជាមួយជីខ្មៅចាដល់ឥឡូវរបស់ខ្ញុំបដូរបាច់តែជីខ្មៅសុទ្ធទេកាលមុនយើងស្ទូងដូចមានការផ្លាស់ប្ដូរដែរគឺកាលមុនយើងស្ទូងដូចថាពីដើមអញ្ចឹងដល់ឥឡូវយើងបច្ចេកទេសយើងចាប់ដើមពីដើមអញ្ចឹងពេលយើងស្ទូងអញ្ចឹងការប្រើពូជយើងអស់ពូជតិចតាមយើងស្មានបើស្រែមួយបើយើងស្ទូងឥឡូវហ្នឹងឲ្យស្ទូងពីមុនខុសត្រូវគ្នាប្រហែល10%មាន់វិញខ្ញុំចាប់ដើមធ្វើត្រង់ដាក់មានឈឺយើងចាក់វ៉ាក់សាំងអីការពារវាអញ្ចឹងចេះមិនថាដុតងាប់ឯមិនអស់ហើយនៅសល់ខ្លះហើយយើងលក់បានច្រើនជាងការដាំបន្លែខ្ញុំផ្លាស់ប្ដូរដូចថាធ្វើរោងតាមគ្រូប្រាជ្ញអញ្ចឹងហើយដាក់ជីក្នុងរោងច្បល់ឲ្យម៉ត់អញ្ចឹងហើយទើបយកគ្រាប់ពូជយកមកដាំពីមុនធ្វើរោងអញ្ចឹងដែរតែចេះកាប់ម្លុងដាក់ម្លុងហើយបានយកគ្រាប់ពូជដាក់រងថ្ងៃដាំបន្លែមានផ្គួនមានខ្ទឹមហើយសក់សណ្ដែកឥឡូវដាំសល់បានលក់ខ្លះរាល់ថ្ងៃប្រាក់ចំណូលខ្ញុំប្រៀបធៀបពីឆ្នាំមុនមកឆ្នាំហ្នឹងឆ្នាំនេះកើនជាងឆ្នាំមុនចំណូលបានមកដូចថាយើងដាំបន្លែបានលក់អញ្ចឹងខ្លះបន្លែដាំតិចតួចអញ្ចឹងលក់ម្ដងក្នុងមួយថ្ងៃចូលបាន10000អីអញ្ចឹងទៅចំណូលថាយើងស្រូវយើងសល់លក់ស្រូវអញ្ចឹងស្រូវលក់ក្នុងមួយឆ្នាំខ្ញុំលក់ហើយអស់1តោនដែរសល់ពីហូប1តោនគិតជាលុយបាន1លានហើយនឹងរកដូចថាប្តីខ្ញុំចេញគេហៅទៅធ្វើនេះធ្វើនោះគេរកក្រៅបានខ្លះអញ្ចឹងមាន់ក៏បានចំណូលដែរពីមាន់ហើយទាជ្រូកមាន់លក់ម្ដងអញ្ចឹងបានដូច10គីឡូអីចឹងដែរម្ដងបានលុយដូចថា100000 5-100000អីក្នុង2ខែអីលក់ម្ដង3ខែអញ្ចឹងក្នុងឆ្នាំហ្នឹងខ្ញុំមានបានទិញអីបើថាមានលុយសល់អញ្ចឹងទុកសម្រាប់ធ្វើផ្ទះរបស់ទាំងអស់តាមខ្ញុំធ្វើមកចំណុចសំខាន់ដែលខ្ញុំផ្លាស់ប្ដូរសាបឲ្យស្ទូងហ្នឹងបានប្រើពូជតិចដល់ឲ្យយើងស្ទូងនិយាយថាស្ទូងចាប់ទូចអញ្ចឹងស្ទូងហ្នឹងបានផលច្រើនមានសំខាន់ជាងគេតែធ្វើស្រែហ្នឹងការហូបសាច់ពីឆ្នាំទៅនឹងឆ្នាំនេះហូបច្រើនជាងព្រោះឆ្នាំនេះ
ដូចថាយើងមានចំណូលច្រើនអញ្ចឹងសាច់មាន់សាច់អីសាច់ទាថាសាច់ទាអញ្ចឹងយើងចាំបានខ្លួនយើងថា2ថ្ងៃ3ថ្ងៃយើងហូបម្ដងអញ្ចឹងច្រើនជាងពេលយើងចាំកើតអ្នកម្ដង3ប៉ុនក្នុងគ្រួសារខ្ញុំអត់ដែលមានអីធម្មតាសុខសប្បាយធម្មតាឆ្នាំណាដូចឆ្នាំណាអត់ដែលចេះសុខសប្បាយរហូតបើការសម្រេចចិត្តទិញរបស់របរអីធំដុំអញ្ចឹងដូចថាសម្រេចចិត្តទាំងអស់គ្នាត្រូវរើគ្នាអញ្ចឹងត្រូវការទិញអីដែលយើងភាសាគ្នាត្រូវរើគ្នាយើងទិញអញ្ចឹងទៅភាពឆ្នាំនេះប្រសើរជាងឆ្នាំមុនព្រោះអីខ្ញុំដូចថាមានការថែទាំកូនអញ្ចឹងចាំបានល្អតាមបានរៀនសូត្រខ្លះអញ្ចឹងក្នុងគម្រោងប៉ាឌីតាំងខ្ញុំចូលមកអត់មានផលប៉ះពាល់អីអាក្រក់អីដល់ខ្ញុំល្អគេថាចង់បានចំណេះដូចថាគ្រូគាត់មកបណ្ដុះបណ្ដាលឲ្យរៀនដូចថាភ្ញាស់កូនមន់ភ្ញាស់អីចឹងចង់បានចំណេះដែរខំប្រនឹងបីឲ្យបានទៅផ្ទះបានពោះของគេទិញតោមួយគាត់ជីកគេយកឡាយអីទៅផ្សារអីហ្នឹងទាន់ព្រឹកទាន់អីចៅអីចង់ឲ្យរៀនបានចេះដឹងឲ្យដូចទៅបានរៀនទៀតហ្នឹងខ្ញុំអត់បានចេះនៅខ្ញុំចង់ដាំទៅបន្លែចង់សុំចេះទេគាត់រៀនហើយចង់សុំគ្រាប់គាត់ដែរណាដែលអាចដាំទៅលក់បានថ្លៃបាទពុកគ្នាស្បាននៅគុំថ្មីគុំបកខ្វាច់ជ្រុំខេត្តប៉ែរៀងខ្ញុំអាយុ33ឆ្នាំកូនស្រីចំនួន3នាក់ស្រីទី1រៀនថ្នាក់ទី2កូនស្រីទី2រៀនថ្នាក់ទី1កូនស្រីទី3បានជក់ទៅបានខូបរាល់ថ្ងៃខ្ញុំធ្វើស្រែហើយដាំដំណាំចំមន់ជ្រូករាល់ថ្ងៃមានគោមាន3ជ្រូកមាន3ដែរដោយស្រែ30អាដីភូមិមាន25កង់មានទូទាស់សិនជុំរោងប៉ាឌីឆ្នាំ2013ចូលគម្រោងប៉ាឌីគាត់រៀនអត់ចេះដាំទាំងអស់ចំមន់គាត់រៀនដែរចំត្រីចែកទេធ្វើស្រែគាត់រៀនដែរដើមទុនគាត់មានឲ្យលុយខ្ចីដើម្បីឲ្យយកមកធ្វើដើមទុនអីដើម្បីរកស៊ីមុននឹងចូលរោងប៉ាឌីធ្វើស្រូវនឹងប្រើពូជសាំងទៀបក៏ដល់6ខែអានទុំបានមកយកមកផ្ទះដីខ្ញុំ30អាងប្រើស៊ីអស់បាវកន្លះក្នុង30អាងដល់ពេលមកផលបានហើយ40អីអស់គិតគីឡូហើយ400គីឡូអីបាទខ្ញុំហូបតែគ្រប់ទេបានមកច្រូតហើយដល់ចូលឆ្នាំហូបអស់នឹងចាប់ដើមរកទិញស្រូវទិញតហូបរហូតក៏ដល់ខែធ្វើនឹងវិញទីប៉ះប្រហែលជា5-6ខែដែរមុនចូលរោងដាំអានងសក់អីតិចតួចបានដាំអីច្រើនអីទេក៏នឹងហូបដាំឲ្យចោលនឹងបានអត់ទៅចំមន់ដូចលេងវាពេញទឹកពេញដីចឹងហើយនឹងមិនដែលកើតទេតែនេះបលកាច់អីងក់អស់តាំងចូលរោងប៉ាឌីនេះហើយខ្ញុំផ្លាស់ប្ដូរដូចធ្វើស្រូវយកទៅព្រោះវាពូជតិចហើយចំណេញពូជនឹងប្រើពូជស្រូវជលសា30អាងប្រើពូជអស់25គីឡូហើយទៅធ្វើស្រូវហ្នឹងទៅ3ខែទេក្នុងមកនេះខ្ញុំធ្វើអាន3ដងក្នុងមួយឆ្នាំប្រើជីក៏ប្រើជីអស់តិចដែរប្រើអស់តែបាវទេបាទហ្នឹងកាត់ថយកន្លះបាវបាទក្នុងដី30អាព្រោះខ្ញុំបានជីមុខអាចគោវាច្រើនយកចាក់វាល្អច្រើនព្រោះខ្ញុំប្រោះថែមវាបាញ់ឆ្នាំស្មៅធ្វើអីឲ្យងាប់ស្មៅងាប់អីឲ្យស្រូវឡើងល្អមុនដឹងទៅក្រាស៊ីនៅអីស៊ីទៅស៊ីខ្ញុំដឹងលើបានដឹងទៅបានធ្វើស្រូវបានល្អបានច្រើន
ឆ្នាំហើយជើ4-5 តោនដែរគ្រប់ហើយបានលក់បានតែ1តោននេះដែរដាំបន្លែដូចមុនបងដាំដូចស្ពៃដូចសក់ដាច់គូត្រប់អីដែរឥឡូវខ្ញុំបដូរផុតវាខ្ញុំដាក់ឥឡូវដាំខ្ទឹមហ្មងដាំខ្ទឹមព្រោះអានឹងវាសូវមានជំងឺគ្មានអាចសូវមានបាញ់ថ្នាំអាចដាំវាហើយសូវហត់នៅថែនឹងអាចបានទៅរកក្រៅរកអីបានបាទមួយឆ្នាំខ្ញុំដាំបាន3វគ្គចំមន់ដូចឲ្យដាក់ទ្រុងឲ្យអីមានដុំបុកអាចអីមានដាក់មុងអីមិនសូវមានមុខខាមមុខអីហ្នឹងឲ្យកើតតាមក្នុងហើយខ្ញុំចំមន់ដែរនេះទៅដែលបលកាច់ងាប់គួងលើខ្ញុំញាស់អានមេFacebook អានកូន Facebook អាន720កូនចំរថ្ងៃជ្រូក3ក្បាលបាទលុយចេញជ្រូកចំហ្នឹងខ្ញុំបានពីមរងប៉ាឌីឲ្យខ្ចីណៃឲ្យយើងយកមកលេងមិនឲ្យស៊ីសុតទៅឲ្យមានបបាយយើងទុកមួយគូនអីលាយវាដើម្បីកាត់ថយចំណីមកវាចុះច្រើនពេកចាប់ពីមេមកតាមតអាន2ខែឥឡូវបានថាជា30គីឡូអីបាទប្រាក់ចំណូលដូចបានមករងថ្ងៃដូចអ្នករកខ្ញុំឲ្យពួន2នាក់ដាំឆ្នាំរងវគ្គខ្ញុំលក់បាន1លានជាងដែរបាទនៅពីស្រូវសល់ពីទុក4-10ទេហ្នឹងអាចលក់បាន1លាននេះដែរអុកត្រីហើយទៅធ្វើសំណង់ធ្វើអីយកចូលគ្នាឆ្នាំទៅមកឆ្នាំហ្នឹងចំណូលបានឡើងមកបានគាត់ទុកគាត់មានលុយមានអីគាត់ចាយអីដោះដូរដោះអីនេះធូរជាងមុនបានទិញអាគុយបានទូទួបាទការផ្លាស់ប្ដូរខាន់របស់ខ្ញុំគឺធ្វើស្រូវហ្នឹងហ្មងផ្លាស់ប្ដូរដូចខ្ញុំមកពីស្ទូងមកព្រោះហ្នឹងវាចំណេញនងដូចពួនមុនទៅរកអីបានហ្នឹងស្អាតព្រោះគ្នាដែរវាឥឡូវរកអីបានហ្នឹងអបអើនមួយគ្នាចេះឥឡូវចេះគិតនាំគ្នាពីដាក់ដីពួនគ្នាខំរកឥឡូវហ្នឹងវារៀងធូរគាត់បាល់ទៅឥឡូវបានរឿងហូបជ្រូកគោអីយូរហ្នឹងម្ដងដែរសាហ្នឹងសូវនេះឈឺអីម៉ានដែរតែឥឡូវឈឺតែអាកោតទូជាងគេធំអាជាងធំទៅមិនសូវឈឺម៉ានតែសំខាន់ជាងខ្ញុំចង់ឲ្យគាត់រៀនខាងចំជ្រូកម្ដងតន់ដឹងថាឲ្យស៊ីឬមួយឲ្យប៊ីបមិនសម័យខ្ញុំសម័យទៅខាងមុខទៀតចង់បានដូចថាធ្វើផ្ទះគេអញ្ចឹងធ្វើផ្ទះទៅចង់បានរបស់ប្រើប្រាស់នៅខាងកសិកម្មធ្វើស្រែចង់ឲ្យកូនរៀនសូត្រចេះដឹងធ្វើការអ្វីមួយទៅខ្ញុំឈ្មោះម៉ៃញ៉ាប់ខ្ញុំអាយុ52ខ្ញុំរស់នៅភូមិជីធំឃុំជីធំស្រុកសែកកណ្ដាលខេត្តកណ្ដាលមានកូន3នាក់កូនទី1ចប់ទី5ទៅកូនក៏បានទៅរៀនដេនៅទីក្រុងភ្នំពេញកូនទី2កូនប្រុសបានរៀនសូត្របានថ្នាក់ទី6ក៏បានឈប់រៀនទៅជួយនៅធ្វើការពុកម្ដាយឪពុកម្ចាស់លើកម៉ាស៊ីនធ្វើធ្ងន់ធ្វើស្រែអាងកូននឹងហើយដល់កូនទី3ឆ្នាំនឹងដល់ថ្នាក់ទី6ហើយទ្រព្យសម្បត្តិក្នុងគ្រួសារខ្ញុំមានម៉ូតូចាស់មួយសិនបូមទឹកចាស់មួយទូទៅសខ្មៅមួយកង់ចាស់មួយទៀតដីស្រែ 25A ដីភូមិក្បាល10ម៉ែត្របដោយ5ដល់10ម៉ែត្រសប្តាហ៍ថ្ងៃហ្នឹងមុខរបររត់នៅក្នុងក្រុមគ្រួសារខ្ញុំធ្វើស្រែអត់ទៅធ្វើស្រែទៅធ្វើល្អីធ្វើកញ្ច្រែងយកទៅលក់ប្តីខ្ញុំហ្នឹងចាំមន់ចាំទាខ្ញុំចូលក្នុងគម្រោងប៉ាឌីនបាន2ឆ្នាំមកខ្ញុំចូលក្នុងគម្រោងប៉ាឌីន2013ហ្នឹងគឺគាត់ប្រហាត់បង្រៀនសពគ្រប់ចំត្រីចំមន់ដាំបន្លែធ្វើស្រូវ
មុនចូលគម្រោងប៉ាឌីនឹងគុំធ្វើស្រូវសតុងចាបើថាធ្វើស្រូវសតុងនោះបើថាយើងដីខ្ញុំជួលគេទាំងអស់ខ្ញុំគ្មានរបស់អុយប្រើប្រាស់ទេស្ទុងដូចថាយើងដកពីនឹងយ៉ាងទៅ2ថ្ងៃបានស្ទុងគ្រូខ្ញុំធ្វើតាមវិម៉ែវិឪខ្ញុំមកខ្ញុំចំមន់តាមធម្មតាបលែងឲ្យស៊ីយ៉ាងទៅគ្មានបាច់រកចំណៃរកអីដូចថាព្រមឡើងទៅខ្ញុំដាក់បាយដាក់មានបាយឲ្យបាយអង្គតិចទៅរួចទៅសត្វទាខ្ញុំយ៉ាងទៅខ្ញុំដាក់ចានដាក់អុយចាក់ឲ្យស៊ីលីកតុលីអុយយ៉ាងប៉ិនអត់មានកូនវាច្រើនតែងាប់រត់រាយយ៉ាងទៅផលស្រូវខ្ញុំអត់គ្រប់ទេបាន6ខែខ្វះពាក់កណ្ដាលខ្វះ1ខែពេលចូលគម្រោងគឺខ្ញុំផ្លាស់ប្ដូរពូជស្រូវដំបងគឺខ្ញុំប្រុសអត់មានស្ទង់ចាប់ផ្ដើមប្រុសមុននឹងប្រុសគឺខ្ញុំត្រាំពូជបានមកយប់ខ្ញុំស្រង់មកបានមួយថ្ងៃគឺខ្ញុំយកជួលគយន្តគេទៅព្យួរហើយអុយហើយទៅបានចាប់ផ្ដើមប្រុសមួយហ្នឹងមកប្រុសរួចអញ្ចឹងបានមកយប់បហូរទឹកចាញ់អស់ទៅមេឃភ្លៀងលំអុយឲ្យកូននឹងរត់ទៅទប់មកវះខ្លាច់ស្រូវហូរទៅតាមទឹកស្រែធ្លាក់ចុះចូលក្នុងគម្រោងកុំបថយនៅកាជីនឹងខ្លាំងបថយបានកន្លះ3គឺដំបងខ្ញុំប្រើមក3ខ្ញុំប្រើជីដូចជីអីរ៉េយើងសហ្នឹងផ្សំនឹងធម្មជាតិយើងនឹងលឹកឈើលឹកព្រៃបថយវិញបថយនឹងគឺបានប្តីខ្ញុំនឹងគាត់ដល់ប្រមោអាចក៏បីតាមគឺចាញ់ទៅតាមខ្នោតាមអុយចាញ់ទៅមើលស្រែអញ្ចឹងទៅឃើញអីក៏បីគាត់ដាក់បកីចបតាមកង់ឃើញលើកដាក់បកីយកទៅចាក់ស្រែបានខ្ញុំបធុបថយជីហ្នឹងផលស្រូវបានល្អបានកើនជាងការតន់ចូលគម្រោងដី 25A ហ្នឹងណាបាន 23 កាលពីតន់ចូលគម្រោងខ្ញុំបានប្រមាណ 6-10 បីមិញបានចម្រុងចម្រើនក្នុងក្រុមគ្រួសារខ្ញុំតិចតួចដែរមិនអត់ទេមន់ទាហ្នឹងឆ្នាំហ្នឹងគឺខ្ញុំបានកើនដូចថាលោកគ្រូខាងក្នុងគម្រោងប្រជុំប្រយល់ប្រែបដាយចំមន់ចំទាអញ្ចឹងណាថាមន់ឈឺអញ្ចឹងយើងប្រើប្រាស់ថ្នាំទៅឲ្យថ្នាំបាសាំងណាគឺត្រូវការចាក់ទៅអញ្ចឹងណាបើថាកូនមន់ខ្ញុំទិញចំណីឲ្យហូបដល់ហូបប្រព័ន្ធកពួនដៃខ្ញុំប្រឡែងអញ្ចឹងទៅមន់ឈឺអុយទៅក៏បែកពីគ្នាជាដល់ជាឈឺដល់ឈឺមកឆ្លងគ្នាសប្តាហ៍ថ្ងៃនឹងប្រាក់ចំណូលខ្ញុំបានទៅពីល្អីកញ្ច្រែងខ្វះខាតបានលក់ត្រូវផ្សំតិចតួចហ្នឹងទៅមន់ទាហ្នឹងឆ្នាំនោះលក់បាន 60,000 កម្មតនចូលបាន 10,000 ចិត្តខ្ញុំនឹងចង់ថាឲ្យបានធ្វើត្រង់មួយខាងពងឲ្យនៅពងមួយខាងទៅឲ្យដេកមួយខាងបានទទួលប្តីខ្ញុំឈឺទៅមិនបានធ្វើយកលុយមួយប្តីគាត់ឈឺមិនទៅបានរកការងារអីឡៃកញ្ច្រែងអញ្ចឹងនឹងគឺមិនទៅបានទៅលក់ស្រូវនឹងដូចថាខ្វះខាតអត់លុយដាច់លុយទៅលក់តិចតួចទៅដែរមិនថាមិនលក់អីដូចថានៅក្នុងប៉ាឌីផងខ្ញុំជពាក់គេនេះនោះតិចតួចទៅលក់ឲ្យគេសងគេចឹងចូលគម្រោងហើយនៅតែមិនព្រាន់ទេគ្រូនៅតែខ្វះខាតស្រូវនឹងមិនលក់សោះគ្រប់គ្រាន់គ្រូឆ្នាំហ្នឹងខ្ញុំទិញបានលូប្រកូននឹងលូ3ចាន1កំពង់ខៀវនោះមួយដែរខ្ញុំទិញបដោះថាមួយឆ្នាំឲ្យកើនបន្តិចបើថាយកធ្វើតម្រងអត់បានចាក៏ពីចូលគម្រោងហ្នឹងគឺខ្ញុំផ្លាស់ប្ដូរធំសំខាន់បំផុតគឺមន់ទាហើយនឹងស្រូវសัตว์ហ្នឹងគឺក្នុងក្រុមគ្រួសារខ្ញុំបានប្រើប្រាស់ខ្វះខាតទៅលក់វាទៅយកមកចាយយកមកទិញហូបទៅបច្ចុប្បន្នក្រុមគ្រួសារខ្ញុំអត់មកឆ្លោះប្រកែកគ្នាគឺស្រួលបានថាស្រួលគាត់អត់មានខ្ញុំឈឺមែនគាត់មិនបន្ទោសខ្ញុំគឺដឹងទុក្ខរៈគ្នាអញ្ចឹងអត់ចេះឆ្លោះអត់ចេះបន្ទោសគ្នាទិញរបស់របរសម្រាប់ចិត្តអ្នកអស់គ្នាចូលក្នុងគម្រោងប៉ាឌីនឹងអត់មានរំខានដល់ខ្ញុំទេគឺខ្ញុំប្រើប្រាស់បានសពមន់ក៏បានកើនធ្វើស្រូវក៏បានល្អបានមកសពខ្ញុំសំណុំពរចង់ឲ្យក្នុងគម្រោងនោះថាខ្ញុំចង320000ពជាលពេលឲ្យបាន
ពីតណ្ដប់ខែក្នុងមួយឆ្នាំផងចង់ដែរថ្ងៃណាមួយមានជំងឺដូចថារកបានចឹងទៅរកទាន់ដល់ពេល5ខែត្រូវបង់ផ្លេចមិនទាន់ខ្ញុំហ្នឹងក៏សម័យខ្លួនឯងហ្នឹងថាចង់បានមានលុយមានកាក់អញ្ចឹងទៅខ្ញុំនឹងធ្វើលបងធ្វើអីជំវិញផ្ទះអញ្ចឹងទៅណាស្រូវហ្នឹងចង់បានឲ្យគេដូចថារៀនបច្ចេកទេសហ្នឹងវាយ៉ាងម៉េចអីចឹងប្រើអីធ្វើម៉េចកុំឲ្យកាត់បន្ថយជាតិគីមីអីចឹងខ្លះទៅចាហើយធ្វើរបៀបម៉េចឲ្យបានផលច្រើនអីចឹងកសិករចង់បានអញ្ចឹងឯងខ្ញុំឈ្មោះអស្រីម៉ៅនៅភូមិព្រះអំពិលឃុំព្រះអំពិលស្រុកសាច់កណ្ដាលខេត្តកណ្ដាលកូន2នាក់ស្រី1ប្រុស1ទី1រៀនថ្នាក់ទី7ទី2អត់ទាន់បានចូលសាលាទេធនបត្តិរបស់ខ្ញុំគោឆ្នាំទៅត្រឹម2ឥឡូវឡើងដល់3ហើយកង់មានតកង់2ជាម៉ាស៊ីនបូមទឹកកៃដំបាញហ្នឹងដីស្រែវា47A មុខបរចម្បងគឺធ្វើស្រូវនឹងឯងជាប្រចាំពេលហើយមកទៀតបានប្តីខ្ញុំគាត់មានមុខរបរហ្នឹងទៅធ្វើការបើកឡានអីឲ្យគេអញ្ចឹងចាបន្ទាប់ផ្សំខ្ញុំនៅផ្ទះគាត់ជួយគាត់តិចតួចដូចជាត្បាញអីចឹងមើលសត្វធាតុអីចឹងចាខ្ញុំចូលក្នុងគម្រោងប៉ាឌីនេះឆ្នាំ2013ខ្ញុំសម្រេចចិត្តចូលព្រោះគម្រោងហ្នឹងគេពង្រៀនយើងពីចំសត្វដាំបន្លែធ្វើស្រូវចំត្រីចំមាន់អីហ្នឹងចាមុនចូលគម្រោងនោះធ្វើស្រូវរយៈពេល3ខែធ្វើស្រូវនោះវាប្រើពូជច្រើនតែបានតិចធ្លាប់ពោះក្រាស់វាអត់សូវមានកូនទិន្នផលមុនគម្រោងខ្ញុំបាន21បាវក៏ខ្ញុំហូបគ្រប់គ្រាន់ដែរសល់ផងប៉ុន្តែដូចធម្មតាខ្ញុំក៏អត់បានធ្វើស្រូវអញ្ចឹងខ្ញុំចេះផ្ដល់ឲ្យគាត់ខ្ញុំលក់បាន5បាវដែរចាំមាន់ធម្មតាអញ្ចឹងអត់មានឲ្យចំណីឲ្យអីទេកាលមុននោះមាន់ច្រើនណាស់ប៉ុន្តែមេច្រើនកូនច្រើនតែវាអត់ទៅគង់ក្រោយពីចូលគម្រោងប៉ាឌីនេះខ្ញុំផ្លាស់ប្ដូរដូចជាធ្វើស្រូវអញ្ចឹងខ្ញុំធ្វើបាន30បាវពូជស្រូវហ្នឹងក៏អញ្ចឹងដែរពីខាខ្ញុំមិនទាន់ចូលគម្រោងខ្ញុំត្រូវប្រើត្រឹម100គីឡូតែដល់ពេលឥឡូវហ្នឹងពូជវាខ្ញុំបដោះទៅវាអត់សូវដោះអញ្ចឹងខ្ញុំឡើងដល់50គីឡូចាវាត្រូវឲ្យច្រើនជាងឆ្នាំមិនទាន់ចូលការប្រើជីប្រើ2បាវហើមដីមកម្នាក់ទៀតខ្ញុំនៅតែប្រើ2បាវដែរដូចជាកាត់បន្ថយបន្តិចដែរឆ្នាំមុនរបៀបដូចថាវាសัตว์អត់វាច្រើនអញ្ចឹងហើយរបៀបដូចក្រាផេះក្រាអីចឹងវាត្រូវប្រើថ្នាំជាតិពុលអីច្រើនតែឆ្នាំហ្នឹងខ្ញុំធ្វើហ្នឹងវាដូចថាតិចអីបាញ់តែបន្តិចបន្តួចដូចថាកន្លែងណាដូចថាវាក្រាស់អីអញ្ចឹងយើងបាញ់ទៅវាមិនបាត់យើងយកអាពាត់ឆ្មាល់ហ្នឹងវត្តវាបន្តិចហ្នឹងឲ្យវាបាក់ធួយនេះហ្នឹងវត្តវាទៅវាជ្រួយឆ្នាំហ្នឹងក៏ខ្ញុំលក់5បាវដែរធានលក់ច្រើននេះខ្លាចខ្វះចាំមាន់ពីមុនហ្នឹងឥឡូវដូចតែគ្នាព្រោះខ្ញុំអត់ប្រើចំណីប្រើអីឬធម្មជាតិចឹងព្រលឹមឡើងបាច់កបាច់អីចឹងទៅចឹកស្មៅចឹកអីចឹងទៅធ្វើតាមការបង្រៀននឹងខ្លះទៅឥឡូវវាអាចនិយាយថាមើលទៅឬគ្រាន់បើដែរចំណុចដែលដូចត្រង់ថាគេបង្រៀនដូចថាឥឡូវមាន់ញាស់មកប្រហែលមួយអាទិត្យយើងដាក់របៀបដូចថាខ្ទឹមអញ្ចឹងយើងដំជាមួយដាក់ជាមួយស្ករអញ្ចឹងទៅវាលាយទឹកតិចទៅឲ្យកូនមាន់នឹងផឹកពីមុនមកខ្ញុំអត់អញ្ចឹងដូចថាញាស់មកដាក់ធម្មតាខំធម្មតាលែងធម្មតាអញ្ចឹងតែឥឡូវហ្នឹងមេតែមួយកូនភាសានៅ4ភាសានៅ4អញ្ចឹងវានៅបានធំធាត់ទៅចាសពថ្ងៃប្រាក់ចំណូលរបស់ខ្ញុំបានមកពីដូចជាប្តីខ្ញុំគាត់ទៅធ្វើការអញ្ចឹងឆ្នាំនេះបានតិចហើយដូចថាសត្វធាតុវាឈឺអីអញ្ចឹងចាខ្ញុំចាក់អស់ប្រហែល20-30ម៉ឺនណាគោ3វាឆ្លងគ្នាកាលពីមុនគាត់បាន20ម៉ឺនមួយខែអីអញ្ចឹងចុះធ្វើរោងណាតែឥឡូវហ្នឹងដូចអត់ហ្មងហើយខ្ញុំអញ្ចឹងបើខ្ញុំខំប្រឹងត្បាញវាអត់មានមនុស្សមើលគោសឹងតែអត់បានចូលត្បាញត្មងច
ចាដូចថែគោចឹងបន្លំឡើងឲ្យទឹកឲ្យអីលាងអីចឹងទៅដល់ម៉ោងបាយចឹងទៅហើយទៅជួនកាលយើងសម្រាប់តិចចឹងទៅយើងត្រូវស្មៅយកស្វាងយកអីឲ្យវាស៊ីឲ្យទឹកឲ្យអីខ្លាចវាក្តៅអីចឹងព្រោះស៊ីស្វាងវាក្តៅត្រូវការទឹកនេះសាខ្ញុំផឹកអត់មានពេលមានម៉ោងជេរស្ដីគាត់ចឹងទៅសឹងរាល់ថ្ងៃមួយអាទិត្យចឹងមួយអាទិត្យដល់រឿងផឹកស៊ីបើប្រាប់ថាឥឡូវផ្អាកទៅចេះទៅគាត់ឈប់ទៅក្នុងអត់ឆ្លោះគ្នាទេចាក្នុងគ្រួសារការសម្រេចចិត្តនេះជួនកាលទៅដូចថារបស់អីដែលខ្ញុំច្បាស់គាត់អត់សូវច្បាស់ខ្ញុំអ្នកសម្រេចចិត្តហើយគាត់ក៏ចឹងដែរបើខ្ញុំរបស់នោះខ្ញុំអត់ធ្លាប់ស្គាល់ខ្ញុំអត់ធ្លាប់ឃើញគាត់ស្គាល់គាត់សម្រេចចិត្តឆ្នាំនឹងឆ្នាំទៅនិយាយទៅផ្ទះខ្ញុំមិនសូវជាកើតជំងឺឈឺអីទេគ្រាន់បើថាកូនខ្ញុំអីចឹងគ្រាន់តែក្តៅស្រាញតិចតួចអីចឹងទៅយើងទិញថ្នាំទិញអីចឹងហើយអត់សូវអីក្នុងគម្រោងហ្នឹងដូចថាភាពប៉ះពាល់ហ្នឹងជាមួយនឹងប្តីខ្ញុំដូចគាត់មិនសូវយល់ដូចថាយើងចេះទៅហ៊ានហ្នឹងចេះឆ្ងល់ថាជុំហ្នឹងបានស្អីគេដល់ពេលចឹងយើងហែប្រាប់គាត់ចឹងទៅក៏គាត់ស្ងាត់ខ្លះទៅកន្លងមុនមកគេឲ្យខ្ចីលុយដូចថាវាឆាប់ពេកខ្ញុំនឹកឃើញថាបើសិនជាគាត់ក្នុងគម្រោងហ្នឹងបើសិនជារីកចម្រើនច្រើនណាបើសិនជាធ្វើដូចគេដូចអមរិតអញ្ចឹងចោះគេមួយឆ្នាំបានគេប្រម៉ូទទាំងដើមទាំងការអញ្ចឹងដូចថាវាបានរយៈពេលវែងយើងបានការច្រើន